អ្នកដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដែលបច្ចុប្បន្នកំពុងតែមានលុយថៃឬមួយក៏លុយបាតកាន់នៅក្នុងដៃសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាឲ្យប្រញាប់ដូរលុយបាតឬមួយក៏លុយថៃនោះទៅជាលុយរៀលមកជាលុយខ្មែររបស់យើងឬមួយក៏ទៅជាលុយដុល្លារជាប្រញាប់ឬជាបន្ទាន់ប្រសិនបើមិនចង់ឲ្យមានបញ្ហានៅថ្ងៃខាងមុខហើយការប្រតិកម្មនេះបន្ទាប់ពីសម្ដេចពុកលោកបានឃើញវីដេអូមួយដែលពួកជនជាតិសៀមជនជាតិថោកទាបមួយនេះវាបានយករូបសម្ដេចពុកសម្ដេចហ៊ុនសែនហ្នឹងនិងលោកស្រីសូម៉ាលីហ្នឹងទៅបិទជាប់នឹងកន្លែងនេះកន្លែងគេបាញ់យករង្វាន់គេបាញ់កំភ្លើងយករង្វាន់ណាបងប្អូនដូចយើងឃើញតាមវត្តរបស់យើងគេមានបាញ់តុកតាបាញ់យកកំភ្លើងបាញ់តុកតាបាញ់អីណាប៉ុន្តែជនជាតិសៀមជនជាតិថោកទាបជនជាតិគ្មានពូជអម្បូរផ្ដៅវាបានយករូបសម្ដេចតេជោហ៊ុនសែនរបស់យើងនិងរូបអ្នកស្រីសូម៉ាលីហ្នឹងទៅដាក់បិទដើម្បីបាញ់យករង្វាន់ដែរទង្វើមួយនេះបងប្អូនគឺជាទង្វើប្រមាថមេដឹកនាំកម្ពុជាដែលលោកមែនតើទៅសម្ដេចពុកគឺជាខ្ញុំចាត់ទុកលោកពុកដូចជាឪពុកទី2អញ្ចឹងព្រោះបងប្អូនដឹងអត់ថាសម្ដេចពុកបានយើងថាបានតស៊ូខ្លាំងមែនតើណាតាំងពីឆ្នាំ1979ណាបងប្អូនគឺលោកយកជីវិតទៅបដូរដើម្បីដោះដូរយកសន្តិភាពហ្នឹងដើម្បីតាំងពីជំនាន់ប៉ុលពតណាតាំងពីនោះបើគ្មានលោកទេប្រជាជនខ្មែរយើងមិនដឹងថាប្រមាណលានអ្នកទេដែលត្រូវជំនាន់ប៉ុលពតនឹងសម្លាប់បងប្អូនអញ្ចឹងលោកពុកនេះគឺជាអ្នកមានគុណទី2សម្រាប់ប្រជាពលរដ្ឋខ្មែរណាបើគ្មានលោកពុកបើគ្មានសម្ដេចតេជោហ៊ុនសែនក៏គ្មានរូបខ្ញុំដែរខ្ញុំជឿចឹងហ្មងហើយឥឡូវហ្នឹងថៃហ្នឹងពូជគ្មានពូជអម្បូរផ្ដៅហ្នឹងវាបានយករូបភាពហ្នឹងទៅដាក់តាំងបាញ់យករង្វាន់អញ្ចឹងវាជាការប្រមាថអ្នកមានគុណទី2របស់ខ្ញុំដ៏ធ្ងន់ធ្ងរមែនតើមិនមែនតែខ្ញុំគឺជាពលរដ្ឋខ្មែរអានេះដោយសារតែស្ដាច់របស់វាជាពូជអ្នកលេងជាពូជអ្នកពូជពួកនេះអញ្ចឹងបានចរិតពួកជនជាតិមួយនេះដូចគ្មានម៉ែឪផ្ដៅពូជអម្បូរគ្មានម៉ែឪផ្ដៅពួកពូជថោកទាបយើងនិយាយចឹងតែម្ដងព្រោះវាប្រមាថថ្នាក់ដឹកនាំរបស់យើងយើងគ្មានអីទៅនិយាយគួរសមមួយវាទេអញ្ចឹងសម្ដេចពុកបានប្រកាសការពីព្រឹកមិញអញ្ចឹងអ្នកដែលជាប់ព្រំដែនដែលរស់នៅតាមបណ្ដោះព្រំដែនទាំងអស់ដែលមានលុយថៃកាន់នៅក្នុងដៃឆាប់ដូរទៅជាលុយខ្មែរជាបន្ទាន់ឬមួយក៏ដូរទៅជាលុយដុល្លារកុំឲ្យមានបញ្ហាហើយបងប្អូនដឹងអត់ថាសង្គ្រាមរយៈពេលប្រហែលថ្ងៃអ្នកដែលវេទនីជាងគេគឺបងប្អូនជាប់ព្រំដែនហ្នឹងហើយត្រូវជំលះចេញពីកន្លែងមួយទៅកន្លែងមួយពីខេត្តមួយទៅខេត្តមួយគឺដោយសារតែថៃហ្នឹងហើយហេតុអីបានជាយើងនៅបន្តចាយលុយវាទៀតតាមខ្ញុំដឹងមន្ទីរមានជ័យបាត់ដបងអីហ្នឹងប៉ោយប៉ែតអីហ្នឹងប៉ៃលិនអីហ្នឹងអត់មាននិយាយភាសាទិញអីមួយគឺតម្លៃ2000តម្លៃ3000គឺអត់ទេដូចជានិយាយ20 30អញ្ចឹងអត់មាននិយាយលុយខ្មែរទេដូច្នេះហើយចាប់ពីពេលនេះតទៅបងប្អូនត្រូវតែរៀននិយាយភាសាខ្មែររៀនចាយលុយខ្មែរ2000 3000លុយខ្មែរពិបាកណាស់ហើយឥឡូវត្រូវតែដូរទៅជាលុយខ្មែរព្រោះពេលនេះវាប្រមាថថ្នាក់ដឹកនាំយើងខ្លាំងមែនទែនជាពិសេសប្រមាថសម្ដេចពុកសម្ដេចតេជោហ៊ុនសែនបងប្អូនគិតមើលសម្ដេចតេជោហ៊ុនសែនណាលោកយកជីវិតទៅបដូរដើម្បីដូរយកសន្តិភាពឆ្នាំ1979ហ្នឹងបានមានខ្ញុំបានមានបងប្អូនអាយុក្រោម40ហ្នឹងហើយតែក្រោម40ហ្នឹងគិតទៅជនជាតិសៀមនេះគឺជាជនជាតិមួយដែលគ្មានពូជអម្បូរគ្មានម៉ែឪផ្ដៅពួកអានេះបើតាមខ្ញុំដឹងប្រវត្តិសាស្ត្រពូជវាចោលតាំងពីដើមតាំងពីសតវត្សទី13ពួកអានេះវាចោលតាពីដើមឡើយហ្នឹងវាមកឆ្លៀនពៀនទឹកដីខ្មែរវាមកតាមទឹកដីខ្មែរអញ្ចឹងបានពូជអានេះគ្មានម៉ែឪផ្ដៅហើយវាអួតប្រាប់ភពលោកថាអូសិតតាពូជវានឹងផោផង់ណាមានវប្បធម៌ល្អណាល្អម៉ែអីពូជសិតតែអត់អម្បូរម៉ែឪផ្ដៅអញ្ចឹងពួកជនជាតិនេះកំពូលសោសុវត្ថិភាពទំនើបឆ្លាតវៃ Mr. Home បើកទ្វារដោយ scan ក្រយៅដៃ scan មុខ scan កាតនិងបញ្ជាពី app ក្នុងទូរស័ព្ទពីចម្ងាយ